ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះបដិសេធថាមិនមានការបាត់បង់ប្រាក់ជាង30លានដុល្លារដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់សាងសង់ស្ពានអ្នកលឿងដែលតភ្ជាប់ពីខេត្តកណ្ដាលទៅខេត្តព្រៃវែងនោះទីការបដិសេធនេះធ្វើឡើងភ្លាមបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកត្រាំអ៊ីទឹកថ្លែងថាស្ពានអ្នកលឿងនេះប្រើថវិកាជំនួយឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន95លានដុល្លារចំណែកអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោកណាកាណេកាស៊ូយូគីអះអាងថាជំនួយឥតសំណងសម្រាប់សង់ស្ពាននេះមានទឹកប្រាក់ដល់ទៅ127លានដុល្លារក្នុងពិធីចាក់បេតុងភ្ជាប់មុខដំណរស្ពានអ្នកលឿងនៅថ្ងៃទី14ខែមករាឆ្នាំ2015នេះនាយករដ្ឋមន្ត្រីលោកហ៊ុនសែនបកស្រាយថាការបង្ហាញតួលេខចំនួនទឹកប្រាក់ខុសគ្នារហូតដល់ទៅ32លានដុល្លារនេះទំនងជាតម្លៃប្រាក់យួនរបស់ជប៉ុនគិតជាដុល្លារពេលនោះមានការឡើងចុះឥឡូវយើងយកអាតួលេខ127លានទៅយកព្រោះខ្ញុំអត់ដឹងទេសូមប្រកាសប្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសគេចោទថារដ្ឋាភិបាលប្រើប្រាស់លុយជំនួយបរទេសមិនត្រឹមត្រូវរាប់ទាំងជំនួយជប៉ុនតែខ្ញុំអត់ដឹងទេណាខ្ញុំមកទៅបើការឋានខ្ញុំមកទៅជាប់ទេណាហើយខ្ញុំមកទៅកាត់ខ្សែបូទេរឿងចាយលុយប្រមាណគឺរដ្ឋាភិបាលជប៉ុនទទួលក៏ដោយខ្លួនឯងទៅនិយាយគ្នាច្បាស់កុំបោកប្រាស់គ្នាកុំធ្វើអាជីវកម្មស្ពានឆ្លងទាំងអស់គ្នាអ្នកជាប់ទោសទៅជាហ៊ុនសែនណារឿងនោះអាក្រក់យ៉ាងនេះក្តីទាំងលោកត្រាំអ៊ីទឹកនិងលោកណាកាណេកាស៊ូយូគីមិនបានបកស្រាយចំពោះមុខនាយករដ្ឋមន្ត្រីហ៊ុនសែនពីការបង្ហាញតួលេខខុសគ្នានៃចំនួនទឹកប្រាក់ដែលមានបង្គោលគ្រឹះធំពីរកម្ពស់ជាង100ម៉ែត្រនិងមានបណ្ដោយប្រវែងជាង2000ម៉ែត្រនោះទីអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោកណាកាណេកាស៊ូយូគីថ្លែងដែរថាបង្គោលបុកគ្រឹះធំពីរនេះបំពាក់ដោយខ្សែកាបពណ៌លឿងប្រទាក់ក្រឡាគ្នាសម្រាប់ទ្រទម្ងន់ស្ពាននិងរំលេចឲ្យឃើញដោយបាក់សីមាសមួយគូកំពុងតែប្រកៀកគ្នាដែលជប៉ុនអះអាងថាវាបានបង្ហាញថាកម្ពុជានិងជប៉ុននៅតែបន្តចាប់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍមុនពេលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនថ្លែងសន្ទរកថាភាគីជប៉ុនផ្ញើសារតាមរយៈអ្នកបកប្រែដោយចង់ឃើញសហការល្អរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជានេះជាអំណោយពីប្រទេសជប៉ុនជូនប្រជាជនកម្ពុជាតាមរយៈជំនួយឥតសំណងមានទឹកប្រាក់ចំនួន127លានដុល្លារសហរដ្ឋអាមេរិកខ្ញុំមានជំនឿយ៉ាងមុតមាំថាបន្ទាប់ពីសាងសង់រួចស្ពាននេះដែលជាស្ពានធំជាងគេនិងវែងជាងគេនៅប្រទេសកម្ពុជាជាការកត់សម្គាល់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនព្យាយាមប្រាប់ពលរដ្ឋដែលចូលរួមស្ដាប់សន្ទរកថារបស់លោកថាទម្រាំបានចេញជារូបរាងនៃស្ពានអ្នកលឿងឬក៏ស្ពានយូបាសាដែលលោកទើបនឹងដាក់ឈ្មោះនៅថ្ងៃពុធនេះថាជាការប្រឹងប្រែងរបស់រដ្ឋាភិបាលតែម្នាក់គត់រាប់ទាំងស្ពានគីសូណានៅខេត្តកំពង់ចាមស្ពានព្រែកតមាក់នៅខេត្តកណ្ដាលនិងគម្រោងសាងសង់ជាច្រើនទៀតកំពុងដាក់ឲ្យដំណើរការទោះជាយ៉ាងណាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក៏បានទទួលស្គាល់ថាការឡើងកាន់អំណាចរបស់លោក30ឆ្នាំមកនេះពិតជាមានកំហុសខ្លះដែលមិនអាចប្រកែកបានក៏ប៉ុន្តែលោកសន្យាបន្តសហការជាមួយនឹងប្រទេសជប៉ុនបន្តទៀតខ្ញុំញឹមសុខន VOD រាយការណ៍ពីខេត្តព្រៃវែង